បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់សហគមន៍ចំកាប់កម្ពុជាបាទបងប្អូនអរគ្នាបាទហ្នឹងហើយបងប្អូនអរគ្នានេះគឺខ្ញុំមកកូននេះវាបានយើងបានប្របែកវារួចហើយក៏ប៉ុន្តែគ្រាន់ថាយើងយកវាយកទៅដាក់នៅកន្លែងផ្សេងដែលយើងតង់របស់យើងអាចទប់បាន2000កូនណាបាទបណ្ដានេះដោយសារតែតង់វាតូចចឹងទៅយើងអត់អាចប្រព័ន្ធឲ្យទៅជាងកាប់សាច់បានទេបាទខ្ញុំយើងដាក់ប្រព័ន្ធវាទៅជាងកាប់សាច់បាទแล้วហើយយើងត្រូវតែធ្វើការបំបែកវាបាទខ្ញុំចូលឆ្នាំកាប់សាច់ខ្ញុំយកប្រហែលជា10000កូនមាសនេះបងប្អូនអរគ្នាមិញខាងពូខ្ញុំនៅខាងបន្ទាយមានជ័យគាត់មកលេងណាបាទហ្នឹងហើយបងប្អូនអរគ្នាគាត់អ្នកចកាអ្នកដាំដំឡូងអញ្ចឹងណាបាទហ្នឹងហើយហ្នឹងហើយគាត់មានអីច្រើនទេគាត់ថាគាត់ចង់រៀនបច្ចេកទេសនៅក្នុងការចិញ្ចឹមហើយគាត់យកទៅចិញ្ចឹមនៅបន្ទាយមានជ័យហ្នឹងហើយហើយខ្ញុំនាំទៅមើលនោះទៀតបាទហ្នឹងហើយអានេះក៏ត្រករបស់ខ្ញុំទេបាទអានេះដាក់បាន2000ហើយបាទ2000តម្រូវចំកដាចូលឆ្នាំបាទអាហ្នឹងអត់លក់ទេណាបងប្អូនអរគ្នាបាទគេថាអូអាសង្ហាមើលឃើញតែលុយលក់កាប់អស់បាទអត់ទេបាទហ្នឹងហើយអូខេហ្នឹងហើយបងប្អូនអរគ្នាអានេះដួស2តង់ខ្ញុំមិនដាក់បាទ2000ដើរបាទនៅ2000 4000 4000 6000 8000ទាំងអស់8000កូននៅថែម1តង់ទៀតទាំងអស់5តង់ខ្ញុំបាន10000កូនណាបាទ10000កូនហ្នឹងកដាចូលឆ្នាំពឹកទាំងម្ដាយបាទហ្នឹងអត់លើសអត់ខ្វះទេបាទបើថាយ៉ាងច្រើនណាមុនមួយថ្ងៃពីរថ្ងៃអីចាប់លក់យកលុយដើរលេងបាទហ្នឹងហើយយើងក៏មិនសូវគិតច្រើនពេកបងប្អូនអរគ្នាគេមិនយើងអញ្ចឹងបាទគេសាំងឡើងថ្លៃក៏មានអ្នកបារម្ភជាងយើងទៀតជាពិសេសខាងរាជរដ្ឋាភិបាលបាទគឺបារម្ភជាងយើងណាបាទមិនមែនថាយើងជាប្រជាពលរដ្ឋធម្មតាយើងបារម្ភត្រឹមតាជុំវិញបរិវេណគ្រួសាររបស់យើងទេបាទប៉ុន្តែឋានៈដឹកនាំដោយរាជរដ្ឋាភិបាលគាត់ខាងនាយករដ្ឋមន្ត្រីក្រសួងអីគេបារម្ភបាទបារម្ភត្រង់ថាបើសាំងឡើងថ្លៃវាមានផលជះផលប៉ះពាល់អីដល់ប្រជាពលរដ្ឋបាទហើយមិនមែនគិតទេណាបាទយើងគិតត្រឹមតែបរិវេណគ្រួសាររបស់យើងទេបាទហើយនឹងការហូបចុករបស់យើងប៉ុន្តែអ្នកធំគេគិតដល់ប្រជាជនពេញមកប្រទេសបាទហ្នឹងហើយប្រជាជនក្នុងប្រទេសទាំងអស់បាទតើមុខទៅបានអីហូបតើប្រជាជនធ្វើការរស់ស៊ីចំណេញខ្លះអត់អញ្ចឹងណាបាទមិនមែនចេះថាអាងតាធ្វើធំបានស្រួលណាអត់ទេបងប្អូនអរគ្នាបាទអ្នកដែលធ្លាប់គ្រប់គ្រងស្ថាប័នឬមួយក៏ក្រុមហ៊ុនអីបាទគឺនឹងយល់អារម្មណ៍មួយនឹងថាឋានៈដឹកនាំដូចគ្នាបាទគឺគ្រប់គ្រងដូចគ្នាអ្វីបដាយើងគ្រប់គ្រងផ្នែកស្ថាប័នឯកជនមែនក៏ប៉ុន្តែការងាររដ្ឋក៏ដូចតែគ្នាបាទគ្រប់គ្រងវាមានឋានៈវាមានតួនាទីវាមានទំនួលខុសត្រូវរៀងខ្លួនទំនួលខុសត្រូវនឹងច្រើនឬមួយក៏តិចទៅតាមឋានៈទៅតាមតួនាទីបាទឧទាហរណ៍បើសិនយើងធ្វើជាអ្នកគ្រប់គ្រង manager នៅក្នុង hostel បាទគឺយើងគ្រប់គ្រងនៅក្នុង hostel ហ្នឹងត្រូវរកចំណូលផងត្រូវគ្រប់គ្រងបុគ្គលិកផង
ត្រូវឲ្យអូតាល់នឹងមានសម្ដាប់ធ្នាប់ផងហើយដើម្បីឲ្យអូតាល់នឹងល្អត្រូវ train បុគ្គលិកត្រូវមើលការខុសត្រូវទាំងយប់ទាំងថ្ងៃបាទអ្វីត្បិតតែស៊ីប្រាក់ខែថ្លៃមែនក៏ប៉ុន្តែបាទតំណែងខ្ពស់មែនក៏ប៉ុន្តែត្រូវសឹងពេលខ្លះយើងគិតថាពួកគាត់នៅក្នុងម៉ាស៊ីនត្រជាក់បាទអង្គុយចុចតកុំព្យូទ័របាទអត់ទេបាទខួរក្បាលនឹងស្ទើរប្រេះបាទដោយសារអីសារថាអង្គុយចុចកុំព្យូទ័រមែនប៉ុន្តែកុំព្យូទ័រនឹងចុចដើម្បីបានផលប្រយោជន៍ណាបងប្អូនអរគ្នាមិនមែនចេះចុចទេបាទមិនដៃចេះថាទៅណាបាទចុចដើម្បីមានផលប្រយោជន៍ហ្នឹងផលប្រយោជន៍អីគេបាទធ្វើម៉េចឲ្យក្រុមហ៊ុននឹងវាដំណើរការទៅបានមានលុយខែបើកឲ្យបុគ្គលិកបាទមានលុយខែចំណូលទៅដល់ឲ្យអ្នកវិនិយោគដូចជាថកែ hostel នឹងបាទបើគេខាតក៏គេមិនជួលយើងដែរបាទហ្នឹងរាជរដ្ឋាភិបាលដូចគ្នាបាទនៅពេលដែលគាត់គ្រប់គ្រងពេញមកប្រទេសមួយទាំងមូលខ្លួនឯងគ្រប់គ្រងតម្លៃសាំងផងបាទមើលសាំងផងអាហ្នឹងគ្រាន់តែខ្ញុំលើកហេតុផលថាសាំងមួយទេបាទសាំងមួយដែលវាមានការឡើងថ្លៃណាបាទហើយវាមានការជ្រួលច្បល់នៅលើពិភពលោកណាបាទអាហ្នឹងគ្រាន់តែសាំងមួយទេគឺគាត់ត្រូវមើលទៅតាមដំណាក់កាលទៀតថាតើត្រូវវិនិច្ឆ័យតម្លៃប្រមាណឲ្យកុំឲ្យអាការនាំចូលនឹងវាខាតហើយតើត្រូវលក់ចេញប្រមាណដើម្បីឲ្យប្រជាពលរដ្ឋនឹងគាត់អាចថារស់ស៊ីប្រកបមុខរបរទៅគាត់បានចំណេញកុំឲ្យថាសាំងវាឡើងថ្លៃពេកវាអស់អាថ្លៃដើមចំណេញនៅក្នុងការរោណាបាទអញ្ចឹងគិតណាបងប្អូនអរគ្នាបាទមិនគិតទេបាទដូចខ្ញុំនិយាយខ្ញុំនៅសើចសប្បាយបាទខ្ញុំនៅផឹកកាហ្វេចង់ញ៉ាំកាហ្វេចង់ជិះម៉ូតូដើរលេងដូចជាអត់សូវមានកង្វល់អីនៅក្នុងចិត្តទេបាទប៉ុន្តែថ្នាក់ដឹកនាំគឺសឹងតែយប់ឡើងអត់បានសម្រានទេបងប្អូនអរគ្នាហ្នឹងហើយខ្ញុំយល់អារម្មណ៍មួយហ្នឹងព្រោះអីខ្ញុំក៏ធ្លាប់ធ្វើជាអ្នកគ្រប់គ្រងម្នាក់ដែរបាទហ្នឹងហើយខ្ញុំខាងឯកជនបាទខាងក្រុមហ៊ុនឯកជនគឺខ្ញុំក៏ធ្លាប់ធ្វើជាអ្នកគ្រប់គ្រងម្នាក់ដែរគឺមានអារម្មណ៍មួយថាពេលខ្លះខ្ញុំអត់អាចទទួលសម្ពាធនឹងអាការគ្រប់គ្រងក្រុមហ៊ុនដ៏តូចមួយនឹងបានណាបាទខ្ញុំលាលែងឈប់ខ្លួនឯងបាទសារថាសម្ពាធបាទសម្ពាធហ្នឹងសម្ពាធអីគេវាជាទសៃឈាមចរន្តសេដ្ឋកិច្ចនៅក្នុងក្រុមហ៊ុនហ្នឹងបាទយើងត្រូវតែស្វែងរកយើងត្រូវតែរកចំណូលបាទចាំបើសិនយើងរកចំណូលដែរបាទខ្ញុំមកចាប់យកមុខរបរហ្នឹងរកចំណូលខ្លួនឯងបណ្ដោយទៅបាទរៀនចេះប៉ុណ្ណឹងដែរមិនក៏យើងមិនធ្វើខ្លួនឯងបាទហ្នឹងហើយខ្ញុំតែគិតខ្លួនឯងអញ្ចឹងបាទណៃខ្ញុំចេះដែរចាំមិនបានយើងមិនរកចំណូលខ្លួនឯងណោះបាទហើយដើម្បីខ្ញុំបាទទៅផ្ដោតអីទៅធ្វើការនៅក្រុមហ៊ុនបានប្រាក់ចំណូលបាទធ្វើមេគេមែនប៉ុន្តែបានប្រាក់ចំណូល2 300 4 500អីចឹងណាបាទចុះបើស្អីយើងផ្ដោតទៅលើមុខរបរខ្លួនយើងបាទធ្វើកើតអាច4 500 1000 2000អីទៅតាមអ្វីដែលយើងគិតថាយើងប្រឹងប៉ុណ្ណាយើងបានប៉ុណ្ណឹងបាទហ្នឹងចឹងខ្ញុំមានអ្វីច្រើនទេបាទខ្ញុំសូមបិទវីដេអូត្រឹមហ្នឹងបាទអរគុណច្រើនបាទជម្រាបលាបងប្អូនអរគ្នាបាទ